សូមស្វាគមន៍តលោកចង់ទៅណាចំណុចប្រសពនៅផ្លូវក្វាំងយ៉ងល្អណាស់តោះយើងទៅដូច្នេះនាងជាមនុស្សស្រីចាខ្ញុំគឺជាអ្នកបាតាស៊ីដ៏ល្អម្នាក់នាងនៅក្មេងនៅកនាងមកបាតាស៊ីមានការងារជាច្រើនដែលនាងអាចធ្វើនៅពេលដែលនាងនៅក្មេងហើយដោយសារតែពេលនឹងនិយាយតបែឡាយលោតឆាន់ពេកទស្ស័យរបស់យើងក៏បានបើកមធ្យោខ្លាំងហើយនិយាយថាវាហាក់ដូចជាមិនឈប់ទេដូច្នេះខ្ញុំត្រូវតែបិទភ្នែករបស់ខ្ញុំតើទីនេះជាបល្ល័ង្ករបស់លោកមែនវាចម្លែកពួកយើងកំពុងតែអង្គុយនៅកៅអីដូចគ្នាប៉ុន្តែមានអ្វីមួយដែលមើលមិនឃើញរវាងពួកយើងចម្លែកណាស់ក្នុងមួយសប្តាហ៍មានមនុស្សមួយចំនួនដែលស្ងាត់នៅតាមផ្លូវតែពួកគេជិះតាក់ស៊ីនៅខាងក្រៅពួកគេអង្គុយយ៉ាងត្រង់ហើយមិនចេញសម្លេងផងដែរវាល្អណាស់បើអ្នកអង្គុយយ៉ាងត្រង់អ្នកដឹងពីរបៀបរស់នៅដែលមានសុខភាពល្អប៉ុន្តែមិនក៏អ្នកកំពុងតែព្យាយាមធ្វើឲ្យខ្ញុំខំជីវិតរបស់លោកគឺកំពុងតែស្ថិតនៅក្នុងដៃរបស់ខ្ញុំស្អីគេតើនាងធ្វើបែបនេះដាក់អតិថិជនរបស់នាងមែនតើនាងចង់ឲ្យយើងប្តឹងនាងឯងមែនលោកជក់បារីទៅរបស់ដែលមិនអនុញ្ញាតឲ្យជក់បារីតើលោកគិតថាអនុម័តរបស់ខ្ញុំគឺជារឿងតែមួយគត់ឲ្យខ្ញុំគ្រប់គ្រងឥឡូវនេះខ្ញុំត្រូវបើកបរជាមួយនឹងខ្ទប់ច្រមុះរបស់ខ្ញុំហើយឥឡូវនេះលោកកំពុងតែប្រាប់ឲ្យខ្ញុំបិទមាត់របស់ខ្ញុំទៀតខ្ញុំក៏ត្រូវការដកដង្ហើមដែរតើអ្នកនិយាយចាប់ណាស់ហើយដោយសារតែក្តៅពេកទស្ស័យរបស់យើងក៏បានឆេមួយហើយក៏បាននិយាយថាព្រោះឯងចង់មានរឿងមែនមកនេះកំហឹងរបស់ខ្ញុំចេញមកម្ដងទៀតហើយទស្ស័យរបស់យើងក៏បានឈប់ខ្ចក់ហើយតុបតែងខ្លួនកុំឲ្យមើលទៅគួរឲ្យខ្លាចពេកហើយនឹងក៏បានកលេចភ្នែកទៅឃើញមនុស្សផងម្នាក់ឈ្មោះយុនស៊ូផារឿងកាត់ទៅថ្ងៃបន្ទាប់នៅព្រះវិហារយើងបានលើពួកអ៊ំគាត់កំពុងតែជជែកគ្នានៅក្នុងនោះក៏មានទស្សស្រីរបស់យើងកំពុងតែបន់ស្រន់ព្រះផងដែរអរព្រះជាម្ចាស់ហើយបើខ្ញុំមានពេលវេលាម្ដងទៀតខ្ញុំនឹងធ្វើវាឲ្យបានល្អតែការពីម្សិលមិញនេះមិនមែនជាកំហុសរបស់ខ្ញុំទេគឺគេជាអ្នកដែលធ្វើឲ្យខ្ញុំខឹងដែរមនុស្សភេទច្រើនគឺដូចគាត់អញ្ចឹងហើយឥឡូវនេះយើងមើលទស្ស័យយើងលូតង់ព្រះតែប៉ុណ្្នឹងបានហើយយើងកាត់មកកន្លែងផ្សេងវិញយើងឃើញទស្ស័យកំពុងតែឈរជាងទូប្រុសដែលកំពុងតែយកចិត្តអ៊ំណាស់ហ្នឹងហើយដោយសារតែជ្រិញឡើងពេកទស្ស័យរបស់យើងក៏បានលុបមកទៅអូខ្ញុំបានឃើញគាត់កាលពីម្សិលមិញខ្ញុំបានឃើញគាត់នៅជាមួយនឹងមាត់ស្រីរបស់គាត់អូឬក៏វាខុសតែនេះគឺជាប្អូនស្រីរបស់លោកមែនអូវាគួរតែត្រូវហើយទស្ស័យរបស់យើងហ្នឹងក៏បាននិយាយថា goodbye តែនាងមិនដឹងថាការនិយាយរបស់នាងហ្នឹងបានផ្លាស់ប្ដូរជីវិតនាង360ដឺក្រេឡើយនៅពេលដែលទស្ស័យចិត្តចេញដំណើរមកទូប្រុសក៏បានមកទស្ស័យហើយចង់ជិះតាក់ស៊ីបើទស្ស័យពួកយើងមិនបាននិយាយគ្នានោះទេក្រៅពីពាក្យថា hello តែនាងបានឃើញខ្ញុំនៅណានៅពេលយប់នោះអូយប់នោះខ្ញុំបានធ្វើការនៅក្បែរនោះហើយក៏ឃើញលោកទៅទីនោះទៅលោកគួរតែតូចចិត្តអំពីរឿងនេះខ្ញុំគឺគាត់តែនិយាយលេងតែប៉ុណ្ណោះខ្ញុំសុំទោសផងហើយទស្ស័យយើងខំនាំគេនិយាយមួយថ្ងៃគេអត់ឆ្លើយអូយបាក់មុខខ្ញុំនឹងបោះស្រាយវានៅការជួបជុំលើក្រៅតើនាងចាំច្បាស់ពីស្រីម្នាក់នោះអត់ចាក្មេងស្រីដែលនាងឃើញនោះតើនាងចាំច្បាស់អត់ខ្ញុំចាំអត់ច្បាស់ទេពួកយើងមកដល់ហើយហើយដោយសារទូប្រុសយើងធ្វើខ្លួនគួរឲ្យខ្លាចពេកធ្វើទូសេងនិយាយថាចុះពេលនេះនៅជាមួយវាទៅឯងភ្លេចដល់ទៅហើវទូប្រុសនឹងយើងក៏ប៉ិនទៀតអាដាទៅហើយនឹងងាកមកឲ្យទូសេងខ្លាចទៀតទៅវិញល្អជាងមិនក៏គេភ្លេចរបស់នៅទីនេះវិញខ្ញុំពិតជាមិនចង់ពាក់ព័ន្ធជាមួយគេម្ដងទៀតទេទូសេងបើយើងកំពុងអង្គុយលូសសក៏មានលេខទូរស័ព្ទមួយបានតែមកសំឡេងនេះផាយ៉ាងសោះមិនក៏លោកមានលេខទូរស័ព្ទរបស់ខ្ញុំទោះជាយ៉ាងណាក៏ដោយលោកទេមកគឺដើម្បីតែរបស់លោកនាងអាចយកវាបានអីគេមិនក៏នាងមិនបើកវាទៅអត់តោះហេតុអីខ្ញុំត្រូវបើករបស់លោកនាងបើកវាទៅតើមានអីនៅក្នុងនេះទៅហេតុអីបានជាលោកឲ្យវាមកខ្ញុំស្រាប់តែបើកហើយទូស័យយើងគៀងអស់ពេលវាចាហ្មងនាងអាចគ្រាន់តែកប់វាចូលទៅក្នុងដីហ្នឹងឯអ្នកគ្នាភេទទី1របស់យើងបានបញ្ចប់ហើយយ៉ាងម៉េចដែរអ្នកគ្នាចូលចិត្តអត់បើចូលចិត្តជួយ like ម្នាក់មួយផង